ហើយពីដើមថាខ្ញុំកណាននិយាយទៅវាអត់ពេលស្រុកទេសកើតសង្គ្រាមឥឡូវស្រុកកំពុងកើតសង្គ្រាមវាលែងផ្ទុះអាវុធដែរមិនមែនចំនួនព្រំដែនទេវាជាសង្គ្រាមកូនកាត់ហើយរាល់ថ្ងៃនោះពួកគេបាញ់ប្រហារគេអត់បានគិតលើស្ពានហេតារចនាសម្ព័ន្ធស៊ីវិលអីប្រជាពលរដ្ឋអីទេតែគេចង់ដាក់គេដាក់ហើយឥឡូវវាកូនកាត់សង្គ្រាមហើយអញ្ចឹងតើវាពលីអស់ប្រមាណអ្នកទៅដែលបានសល់ដីប៉ុណ្ណឹងឲ្យយើងអង្គុយនៅហើយយើងធានាបានទេថា100ឆ្នាំទៀតយើងទុកឲ្យកូនយើងបានប៉ុណ្ណឹងតដែរហើយយើងគិតថាទំនើបមែនហើយប្រើយន្តហោះប្រើរវុធទំនើបតែគាត់ថាប្រើដល់យន្តហោះសង្គ្រាមជាង10ថ្ងៃយកកន្លែងឈរជើងមកទីតាំងមិនតាន់បានផងនោះត្រឹមតែខ្មែរយើងប្រើអាវុធធនមធ្យមចាំបាច់ឥឡូវចាំបាច់ហើយបើទុកឲ្យដាច់ពោះស្លាប់ពីណាស្លាប់ពូជយើងហ្នឹងស្លាប់បើទុកឲ្យវិនាសពីណាវិនាសពូជយើងហ្នឹងវិនាសឲ្យគុណសម្បត្តិហ្នឹងមានទាំងអស់ជាពិសេសប្រសង់នៅពេលសុខសានត្រាមចេះតែមានអ្នកខ្លះរិះគន់វត្តអារាមអីធ្វើវត្តធ្វើវាយច្រើនម្លេះដល់តែមែនតើលោកសង្ឃជួយដែរណាអត់ទិញនៅកុសលជួយទៅដែរជារកកងតបដែរពលីក្នុងភ្លើងសង្គ្រាមអស់លោកប្រជាពុទ្ធបរិស័ទទាំងឡាយខ្ញុំក៏បណ្ណាបកប្រាប់អស់លោករួចរាល់ហើយថាបកណកសង្ឃសពដាស័កពុទ្ធសករាជ2569ក្នុងថ្ងៃនេះគម្រោងបុណ្យទស្សនាមាជាដែលជាបុណ្យបវេណីរបស់ជាពុទ្ធបរិស័ទក្នុងកម្ពុជាទេកាលពីឆ្នាំមុនក៏មនុស្សនេះចូលមកគ្រប់ប្រទេសឧបោកើតបេតិធម្មសបាយហើយក៏មានបំណងផងនឹងធ្វើទៅបន្តទៀតជារៀងរាល់ឆ្នាំជាសិទ្ធិរបស់កៈមហាបាសិកានៃវិសាខាពុទ្ធសាសនិកធម្មជាចំហេដូចជាអ្នកផ្ដាល់បុណ្យរួមជាមួយផងមិត្តទាំងអស់ដែលត្រឡប់មកដល់ថ្ងៃនេះក៏ប្រែជាពិធីបុណ្យបួងសួងសុំនៃសេចក្តីសុខជូនទៅដល់កម្ពុជាទេសហើយក៏មាននៅការបាំងស្គរឧទ្ទិសនៃកុសលជូនទៅដល់ជារកកងតបដែរពលីក្នុងភ្លើងសង្គ្រាមអស់លោកប្រជាពុទ្ធបរិស័ទទាំងឡាយខ្ញុំក៏បណ្ណាបកប្រាប់អស់លោករួចរាល់ហើយថាសូមអរខ្មែរមានម្ចាស់ការលើខ្លួនឯងចេះស្រឡាញ់ជាតិស្រឡាញ់ទឹកដីស្រឡាញ់មាតុប្រទេសយើងរូបកាយម្នាក់កើតឡើងក្នុងទឹកដីនេះតែនឹងបាត់ទៅវិញជាធម្មតាទេប៉ុន្តែមាតុប្រទេសដែលកំសត់របស់យើងមិនខកបីបាត់បង់ឡើយកម្ពុជាធ្លាប់មានឈ្មោះជាចក្រភពដ៏ធំល្វឹងល្វើយជាពលរដ្ឋរស់នៅដោយស្នាមញញឹមភាពជឿជាក់លើអ្នកប្រទេសដឹកនាំខុសខ្លួនក្រោយមកក៏ចេះតែរួមតូចទៅព្រោះតែការបែកបាក់សាមគ្គីគ្នាអស់លោកទាំងអស់ស្គាល់ខ្ញុំកណាស្មារតី
3 ឆ្នាំហើយពាក្យដែលខ្ញុំកណាត់មកទៀតតែងតែនិយាយដដែលហើយជាដដែលទៀតសូមឲ្យខ្មែរចេះរួបរួមសាមគ្គីគ្នាមិនមែនជារឿងចម្លែកទេតែខ្ញុំកណាត់មកទៀតតែនិយាយបែបនេះអ្នកខ្លះក៏សន្និដ្ឋានថាព្រះអង្គអាចជាមានញាណពិសេសណាដែលអាចដឹងថាតថ្ងៃមុខស្រុកទេសនឹងកើតកលយុគអីហើយទៅចេះតែនិយាយពីប៉ុន្តែខ្ញុំកណាត់មកពីសូមជម្រាបចាស់ជាង700ឆ្នាំហើយដែលខ្មែរមានចម្បាំងជាមួយប្រទេសជិតខាងក្រោយពីអាណាចក្រអង្គរចុះទន់ខ្សោយមិនដែលបានសុខ20 ឬ 30 ឆ្នាំមានតែសម័យលង្វែកដែលប្រគុណាព្រះអង្គច័ន្ទរាជាព្រះអង្គលោកមានឥទ្ធិនុភាពខ្លាំងក្លាទើបធ្វើឲ្យសត្រូវខ្លាចមករយៈកាលប៉ុន្តែការចិញ្ចឹមចិត្តចង់បានទឹកដីរបស់យើងនេះគឺមិនដែលបាត់ពីជាពលគំនិតរបស់គេទេព្រោះប្រទេសកម្ពុជាមានទឹកដីដ៏ល្អពិសិដ្ឋដូចជាទេវតាប្រទានខ្មែរគ្រប់គ្នាតែងតែនាំគ្នាចង់ទៅបរទេសចង់ទៅស្រុកអាមេរិកបារាំងអូស្ត្រាលីចិនវៀតណាមថៃឬក៏ប្រទេសដទៃដោយកោតសរសើរថាប្រទេសរបស់គេនោះអស្ចារ្យទីក្រុងរបស់គេនោះអស្ចារ្យទំនើបយ៉ាងនេះមួយយ៉ាងនោះមួយតែខ្ញុំកណាត់មកភាពសូមជម្រាបជូនថាអត់មានប្រទេសណាដែលល្អប្រណិតវិចិត្រជាងប្រទេសកម្ពុជាទេទីក្រុងភ្នំពេញមានទន្លេចតុមុខហាក់បីដូចជាទេវតាប្រទាននិមិត្តឲ្យទីក្រុងរបស់បារាំងមានទេអ្នកនៅបារាំងមានខ្លះហើយបងឯនេះនោះស្រុកបារាំងដែលមានទីក្រុងណាមានទន្លេ4មុខនៅហ្នឹងទេស្រុកអាមេរិកស្រុកអូស្ត្រាលីមានទេមានទេមានតែកម្ពុជាទេដែលមានទឹកដីដ៏ពិសិដ្ឋនៅចំកណ្ដាលបេះដូងនៃទីក្រុងមានទន្លេ4មុខយើងតែងឮគេថាទឹកហូរមិនត្រឡប់ប៉ុន្តែទឹកដីកម្ពុជានេះទឹកហូរត្រឡប់គឺទន្លេសាប6 ខែហូរទៅក្រោម6 ខែហូរមកលើគឺចង់បានប្រទេសយើងព្រោះប្រទេសយើងមានភោគផលដ៏ពិសិដ្ឋគឺបឹងទន្លេសាបមិនខុសទេដែលសៀមគេបង្រៀនកូនចៅគេថាខ្មែរជាទឹកដីរបស់គេព្រោះគេធ្លាប់គ្រប់គ្រងរហូតមកដល់បាត់ដំបងប្រទេសមានជ័យសេរីសុផាន់សៀមរាបជាង100 ឆ្នាំទៅតែបារាំងជួយទៀមទាទៅក៏បានមកវិញមកដល់បារាំងចាញ់សង្គ្រាមលោកជប៉ុនចូលមកជប៉ុនត្រូវនឹងសៀមកាត់ឲ្យសៀមម្ដងទៀតក្រោយមកទៀតបានមកវិញបារាំងចូលស្រុកវិញបង្ខំបានមកវិញអញ្ចឹងមិនមែនជារឿងដែលចម្លែកទេដែលគេចិញ្ចឹមមហិច្ឆតាចង់បានប្រទេសរបស់យើងឥឡូវនេះដូចគ្នាដដែលមិនខុសពីមុនទេគេនៅតែចិញ្ចឹមមហិច្ឆតាចង់បានទឹកដីឬក៏យក
ប្រជាជាតិរបស់យើងយកទឹកដីរបស់យើងជាទីដែលបង្វែរសាច់រឿងរបស់ប្រទេសគេរឿងរ៉ាវខ្លួនឯងមិនត្រូវគ្នាក្នុងប្រទេសឯងឯណោះសោះបែរជាចាក់កំហឹងទាំងអស់នោះមកកាន់ប្រទេសកម្ពុជារបស់យើងខ្លួនឯងបែកបាក់សាមគ្គីខ្លួនឯងឯណោះសោះបែរជានាំភាពក្តៅក្រហាយនោះមកឲ្យដល់ប្រទេសយើងព្រោះអីព្រោះតែគេគិតថាយើងជាប្រទេសតូចទាបឬក៏គេគិតថាយើងជាប្រទេសអន់ថោកនឹងហើយជាការមាក់ងាយស្គាល់ហើយនៅអាការមាក់ងាយហ្នឹងដែលប្រជាជាតិមួយគេឌីលគេថ្មេះគេជីកគេជន់គេបំពេញគេរំលោភនឹងហើយគេហៅថាការមាក់ងាយចុះហេតុអីបានតែគេមាក់ងាយយើងថាមកទៅពីយើងអន់បានតែគេមាក់ងាយអន់ដោយសារអីអន់ដោយសារតែយើងធ្លាប់បែកបាក់គ្នាអន់ដោយសារតែយើងធ្លាប់ប្រេះឆាគ្នាកាប់សម្លាប់គ្នាប្រមាថមាក់ងាយគ្នាឯងហើយក៏គេបង្កើតអរិយភាពបែបនោះមកលើប្រទេសយើងអញ្ចឹងបានតែខ្ញុំគណៈអាត្មាភាពដាស់តឿនការរំលឹកឲ្យយើងទាំងអស់គ្នាឈប់បែកបាក់ហើយងាកមកស្រឡាញ់ជាតិស្រឡាញ់ដីនៃពីរំប្រាឈួនលោកធ្លាប់ផ្ដាំតាថាមេឃដីផ្ទៃស្រុកខ្មែរល្អល្អះណាស់ដែរពីបុរាណមានបឹងមានស្ទឹងមានទន្លេឥតខ្វះទេគ្រប់អ្វីអ្វីឲ្យតែយើងមានគំនិតស្រឡាញ់ជាតិស្រឡាញ់ដីអ្វីអ្វីគង់តែកើតឡើងទាំងអស់ប៉ុន្តែយើងអត់ទេខ្មែរយើងនេះឆាប់បែកបាក់គ្នាណាអញ្ចឹងពេលនេះក៏បីកុំបែកបាក់គ្នាហើយកុំខ្លាចជ្រុលអស់លោកកុំខ្លាចជ្រុលសង្គ្រាមប្រហែលថ្ងៃនោះគ្មានអីអស្ចារ្យទេកុំខ្លាចពេកខ្លះមិនតាន់អីផងចង់រត់ចោលស្រុកហើយខ្លាចអីក៏ខ្លាចយ៉ាងហ្នឹងយើងក៏លេខទៅមើលឆ្នាំ1972 73 B52 ទម្លាក់ខ្ទេចប្រទេសកម្ពុជាយើងតាណាក៏លងគ្រាប់ដែរអស់លោកតន់ហើយមិនបាច់ខ្ញុំកណ្ដាលមកអធិប្បាយជ្រៅទេមិនមែនទម្លាក់អញ្ចឹងទេទាំងយប់ទាំងថ្ងៃតែកន្លែងមនុស្សខ្វៀលគោក៏គេទម្លាក់ដែរគ្រាប់បែកផ្ទុះអង្គើមេឃអង្គើដីទាំងយប់ទាំងថ្ងៃនៅតែធ្វើអីខ្មែរមិនបានផងហើយចិត្តតម្រាំដល់សង្គ្រាមប៉ុណ្ណឹងគិតតែខ្មែរនោះវាអន់ណាស់ទៅតបខ្លួនឯងនោះវាអន់ណាស់ទៅហេតុអីបានតែគេបន្តវាបហាយើងមិនឈប់ឈរព្រោះគេគោលបំណងរបស់គេចង់វាយកទីតាំងសំខាន់របស់យើងដើម្បីឈរជើងហើយសុំឲ្យយើងទៅចរចាប៉ុន្តែគេវាយអត់បានគេដណ្ដើមអត់បានហើយយើងចេះតែនាំគ្នាសរសើរថាតបថៃនោះអស់ចាយទៅខ្លាចតែគេវាយមកហើយអ្នកខ្លះថាវាយដល់ប៉ោយប៉ែប្រទីមានជ័យអីហើយតបទៅមិនទេហើយយើងគិតថាទំនើបមែនហើយប្រើយន្តហោះប្រើអាវុធទំនើបតែគាត់ថាប្រើដល់យន្តហោះសង្គ្រាមជាង10ថ្ងៃ
យកកន្លែងឈរជើងមកទីតាំងមិនតាន់បានផងនោះត្រឹមតែខ្មែរយើងប្រើអាវុធធនមធ្យមខ្មែរមិនមែនអន់ទេប៉ុន្តែអន់គឺថាគំនិតខ្មែរដែលអត់ជឿទុកចិត្តខ្មែរគ្នាឯងនគរធំវាយនគរតូចទី1គេឃើញថានគរនោះខ្សោយហើយទី2គេគិតថានគរនឹងនឹងខ្លាំងមានតែពីរហេតុហ្នឹងទេពេលណាយើងខ្សោយក៏គេព្យាយាមលេបតបាក់ដើម្បីយកទឹកដីរបស់យើងពេលណាដែលយើងចាប់ផ្ដើមខ្លាំងក៏គេបន្ទុះសារាយនឹងយើងដែរដើម្បីកំទេចកម្លាំងរបស់យើងមិនឲ្យខ្លាំងមិនឲ្យតស៊ូមិនឲ្យស្មើមុខស្មើមាត់នឹងគេបានហើយសង្គ្រាមសពថ្ងៃនេះមិនមែនសង្គ្រាមយើងខ្សោយទេជាសង្គ្រាមដែលយើងកំពុងតែចាប់ផ្ដើមខ្លាំងហើយគេមិនចង់ឲ្យយើងខ្លាំងគេចង់ឲ្យយើងបាក់បែកដូចទសវត្សរ៍មុនយ៉ាងរាប់ចាំពីឆ្នាំ1969 70យើងចាប់ផ្ដើមបែកគ្នាជាបកជាពួកជាខ្មែរក្រហមខ្មែរខៀវខ្មែរសារីខ្មែរអ៊ីសារ៉ាខ្មែរលន់នល់ខ្មែរក្រហមពេលហ្នឹងគេអត់វាយយើងទេព្រោះគេដឹងថាយើងជុលគ្នាឯងហើយមិនបាច់គេមកជួយលាបពណ៌ទេគង់តែលាយហើយគេចែកគូសវាសគ្នាទៅប៉ុន្តែជាភ័ព្វជាព្រេងជាសំណាងដែលប្រទេសកម្ពុជាយើងទោះតែវេទនាដល់ប៉ុណ្ណឹងក៏អត់បាច់ពូជក៏អត់បាត់ឈ្មោះអញ្ចឹងហើយគេមិនសប្បាយចិត្តមិនអជាមួយនឹងយើងរីកចម្រើនធំធាត់ទេហើយខ្ញុំគណៈអាត្មាភាពសូមផ្ដាំជម្រាបអស់លោកអញ្ចេះថាក្នុងសង្គ្រាមនយោបាយនេះអត់មានមិត្តអត់មានសត្រូវច្បាស់លាស់ទេមានតែផលប្រយោជន៍រៀងខ្លួនបើដរាបណាកម្ពុជាយើងមិនបានផ្ដល់សារៈប្រយោជន៍ស្អីទៅដល់គេអត់យកភ្នែកមើលទេយើងកុំស្រែកថាអង្គការសហវិជាជាតិកុំស្រែកថាមហាអំណាចទី1មហាអំណាចទី2គេជួយយើងតើតែយើងនឹងមានប្រយោជន៍ឲ្យគេបានតែគេជួយដែលខ្មែរដាក់ពាក្យថាអន្តរជាតិនឹងវាអន់ពីមុខស្រេចទៅហើយបើយើងមិនខ្លាំងខ្លួនឯងទេបើអត់បើគ្មានដីរស់នៅទេគ្មានដីឲ្យកូនចៅយើងក្រោយរស់ទេតែផ្ញើខ្លួននឹងគេហើយឈ្មោះប្រទេសគេហើយអញ្ចឹងបើធ្វើម៉េចតើយើងខ្លាំងហើយចង់សងសឹកគេនឹងហ្មងទៅជាគេហ៎ទៅដាក់បដាសាគេហ៎អត់ប្រើរបស់នឹងមកធ្វើការទេអាវុធទី1ពេលនេះគឺថាកុំបែកបាក់គ្នាឯសោះប្រយ័ត្នណាប្រយ័ត្នតែគេបង្កើតអបគុំជាបកជាពួកជាក្រុមដើម្បីឲ្យយើងបែកខ្ញែកគ្នាហើយធ្វើម៉េចជឿជាក់លើខ្មែរគ្នាឯងយើងគ្រប់គ្នាប្រកាសថាស្រឡាញ់ជាតិស្រឡាញ់ទឹកស្រឡាញ់ដីថ្នាក់ដឹកនាំប្រទេសក៏គេស្រឡាញ់អញ្ចឹងដែរព្រះមហាក្សត្រយើងក៏ព្រះអង្គស្រឡាញ់ជាងយើងទៅទៀត
ប៉ុន្តែនាវាណាយើងស្គាល់នាវាទេស្គាល់សំពៅទេវាមិនមែនបត់បានដូចកង់ទេយើងធាក់កង់យើងចង់បត់1ម៉ែត្រ2ម៉ែត្រក៏វាបានដែរប៉ុន្តែនាវាតែកាច់ខុសគឺក្លាប់ប្រទេសនេះមួយមុននឹងបត់មុននឹងមានទិសដៅទៅណាគេកំណត់ទុក5ឆ្នាំ10ឆ្នាំហើយគេបើកសន្សំបត់សន្សំទៅកាន់ផ្លូវដែលគេមានទិសដៅណាមិនមែនយើងចេះតែអានេះក្បត់ជាតិនៅនោះក្បត់ជាតិអ្នកនោះកុហកនៅនោះបោកប្រាស់អ្នកនេះអាយ៉ងអ្នកនេះហើយបានស្អីមកវិញទាំងអស់នឹងនោះបានតែខ្មែរស្អប់ខ្មែរគ្នាឯងទេពួកខ្មែរយើងវាតិចសច្រើនចំនួនមកបានលើកពាក្យមួយដែលខ្មែរយើងប្រើកាលពីប្រមាណពី3ទសវត្សរ៍មុន4ទសវត្សរ៍មុនថាអីខ្លួនខ្មែរក្បាលយួនអីនេះពាក្យអស់ហ្នឹងសិតតែពាក្យខ្មែរបង្កើតដើម្បីđểសម្លាប់ខ្មែរនេះឯងហើយយើងចេះចោទថាវាជាមនោគមផែអ្នកណាមិនសំខាន់ទេបើណែសំខាន់សួរថាអ្នកណាអ្នកអូសខ្មែរទៅកាប់ក្នុងរណ្ដៅទៅវាយទម្លាក់រណ្ដៅគឺខ្មែរអញ្ចឹងខ្មែរយើងនេះបើមិនភ្ញាក់រលឹកទេគឺថាមិនសល់អីទេហើយស្នេហាជាតិនេះណាត្រូវទៅនៅជាមួយជាតិមិនមែនស្នេហាជាតិនាំគ្នារត់ចេញពីជាតិទេទៅជួយស្អីបានបើទៅផុតហើយវានៅតែក្រាញរងាលនៅជាមួយជាតិនឹងបានតែសង្ឃឹមថាជាតិនឹងអាចរស់អាចរៀនអាចសល់ភពផែនដែនដីឲ្យកូនឲ្យចៅយើងបាននៅបន្តមកខ្មែរចិញ្ចឹមខ្មែររស់ប្រសពថ្ងៃនាំគ្នាមកបដុំនៅតាមពេញប្រមាណលានអ្នកហ្នឹងទៅឲ្យតាមខេត្តនៅទៅតាមផ្លូវក្រុងដេញទួចណាសល់ដីធំណាស់សម្រាប់ប្រជាពលរដ្ឋជាង17លានអ្នកនេះអត់តាន់ពេញដីទេល្មមឈប់ពញាកណើតទៅកុំឲ្យចាញ់យាយតាពីមុនពេទ្យក៏ឆ្ងាយផ្សារក៏ឆ្ងាយគាត់យកកូនមកគ្រួសារ10 2ដល់10អីនោះឥឡូវពេទ្យក៏ចិត្តសាលារៀនក៏ចិត្តផ្សារក៏ចិត្តយកឡើងខ្លាចច្រើន2ហើយស្រុកណាដូចស្រុកណាទេតែប្រទេសធំមនុស្សតិចគេចង់បានហើយគេមកសុំនៅហើយថាពីដើមអង្គការអីអង្គការៈអង្គការ UNICEF អីគេមកប្រាប់មកបង្រៀនថាមកពីការនោះយើងវាក្រមកឥឡូវក្រស្អីទៀតម្នាក់ហូបកាទៀវសពថ្ងៃហូបឆ្ងាញ់សម្រាប់ស្រួលមានឡានមានម៉ូតូជិះសឹងគ្រប់ផ្ទះតែហើយវាមិនបាក់រហូតដល់អត់អង្គឲ្យកូនពិសាទេឲ្យហូបទេយើងត្រូវទៅបង្កើតធនធានមនុស្សឡើងវិញតែគ្នាច្រើនឈ្នះហើយខាងកើតចិត្ត100ខាងកើតដល់100លានណាខាងលិចជាង70លាន80លានណាហើយកដាលជាង10លានខុសគេប្រមាណដល់វាមិនខុសទេដែលគេចង់បានទឹកដីប្រជានោះហើយពីណាមិនដឹងទេបើខ្ញុំកណាដើរជុំហើយព្រំដែនប្រទេសកម្ពុជានោះទាំងខាងលិចទាំងខាងកើតទាំងខាងជើងទាំងខាងត្បូងសល់ដីទូលាយច្រើនណាស់ជាពលរដ្ឋខ្មែរមានប្រមាណអ្នកដែលស្គាល់ព្រំដែនខ្លួនឯងអស់ច្បាស់នោះអត់ទាន់ទេ
ហើយរបងដែលសំខាន់មិនមែនរបងលួសទេបើអញ្ចឹងមិនមែនចោលវាកោះផ្ទះបានប្លន់មាសប្លន់ប្រាក់ប្លន់ទ្រព្យសម្បត្តិទេរបងដែលសំខាន់គឺមនុស្សយើងមនុស្សទៅនៅតាមព្រំដែននៅតាមកន្លែងសពគ្រប់អស់ទៅវាអត់មានអ្នកណាមកប្លន់មកលួចបានងាយងាយទេតែនៅបើពឹងរបងថ្មបើមិនកើតទេហើយដីយើងនេះដីវិសិទ្ធណាអញ្ចឹងមកតែខ្ញុំមកកណាអាត្មាភាពមកជាតិនេះគ្មានសញ្ជាតិពីរអីទេមានតែមួយហ្នឹងគឺខ្មែរហ្នឹងពូជម្បោវងផៅមកក៏ខ្មែរសុទ្ធដែរអត់មានពូជកាត់ឯណាទេអត់មានកាត់ខ្មែរសុទ្ធណាហើយពូជខ្មែរហ្នឹងមិនមែនថោកទាបទេមើលតែបឹងទលេសាបមួយអាចចិញ្ចឹមប្រទេសយើងឲ្យមានឲ្យបានប៉ុន្តែមកតែពីប្រជាជនយើងហ្នឹងវាមិនចេះគិតខ្លួនឯងគ្រាន់តែបន្លែមួយថ្ងៃទិញគេហូប 9,000 តោនថាអ្នកភ្នំពេញទៅអត់ដីដាំតែអ្នកស្រុកស្រែបអន់ណាស់ក៏ក្បាលដី10 ម៉ែត្របដោយ20ដែរគ្រាន់តែម្ទេសមួយដើមគ្រាន់តែញិចថាដីចាក់ទៅទឹកបាយព្រោះរស់ដែរអត់ទេងាកទិញគេខ្មែរយើងឥឡូវវាដល់ថ្នាក់ហ្នឹងណាហប់តែជីខ្ទឹមម្រេចអាមេរិកវាដាំមិនងាយដោះទេថាជីខ្ទឹមស្លឹកគ្រៃអីអញ្ចឹងក៏ចេះតែទិញគេដែរនឹងហើយយើងអត់មានឱកាសក្នុងការសងសឹកគេទេបើនៅតែម៉ាក់នឹងនោះសងសឹកសម័យនេះមិនមែនកាន់កំភ្លើងកាន់ដាវកាន់លំពែងកាន់កណ្បិតទៅកាប់ទៅសម្លាប់ជនជាតិមួយហើយប្រកាសថាជាការសងសឹកទេសងសឹកសម័យបច្ចុប្បន្ននេះគឺត្រូវរស់ឲ្យល្អជាងគេចង់សងសឹកគេទេហ៎ចង់សងសឹកគេត្រូវរស់ឲ្យប្រសើរជាងគេនឹងគឺការសងសឹកដ៏ល្អហើយកូនចៅត្រូវចេះរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ណាកុំឲ្យចាប់12មិនទាន់នាំគ្នារត់រត់តែផ្លូវខុសនោះអញ្ចឹងគឺថាត្រូវខំមិនមែនទេណាតែមិនខំទេមិនដឹងយើងនៅបាន100 ឆ្នាំទៀតអត់ទេទឹកដីយើងនេះសប្ងៃយើងថាមានមិត្តណាតែខ្ញុំកណានិយាយមិញហើយក្នុងជីវិតក្នុងពិភពនយោបាយរបស់សកលលោកនេះអត់មានមិត្តអត់មានសត្រូវច្បាស់លាស់ទេក្រៅតែពីផលប្រយោជន៍កាលណាយើងមិនមានផលប្រយោជន៍ឲ្យគេទេគេមិនយកភ្នែកមកមើលទេបើទោះតែគេឃើញក៏គ្រាន់បានត្រឹមតែឃើញគេជួយអីយើងមិនបានទេណាមានតែយើងជួយខ្លួនឯងយើងខ្លាំងខ្លួនឯងហើយយើងត្រូវប្រឹងប្រែងខ្ញុំកណាធ្លាប់និយាយអស់ហើយអារឿងយើងចូលចិត្តប្រើរបស់ផុសគេប្រើតំណែងអីផុសគេនេះនិយាយមកប្រាប់រួចមុនអស់ទៅហើយមកដល់ថ្ងៃនេះគ្មានអ្វីនិយាយទេគ្រាន់តែពីរំលឹកដាស់តឿនជាថ្មីហើយមិនមែនទេឈប់ប្រើរបស់ខាងលិចទៅប្រើរបស់ខាងកើតអីមិនមែនទេណាអាអ្វីដែលជារបស់គេបានគឺប្រើខ្លួនឯងទៅ
ដូចរបស់កាពិកពុកដែលខ្ញុំកណាអាត្មាថាអញ្ចឹងណាជីខ្ទឹមម្រេចម្ទេសស្លឹកគ្រៃអីរបស់អស់ហ្នឹងសិតតែជៀសគេបានតាជៀសទិញបានដែរដាំដុះខ្លួនឯងទៅប្រើខ្លួនឯងដែរអង្គអីស្រែម្នាក់មានតំពីណារឹបអូសយកនៅធ្វើបានផលហូបខ្លួនឯងទៅអត់ខ្វះសំទិញគេហើយសន្សំទៅកុំចាយវាហួសខ្នាតរហូតដល់តែធ្វើខ្លួនឲ្យជាកូនបំណុលគេតែអសូរជពាក់គេរឿងអីទៅទិញម៉ូតូជិះអីអញ្ចឹងទិញឡានជិះអីចឹងមិនទេមិនគួរទេនេះយើងគិតខុសមកច្រើនឆ្នាំហើយល្មមភ្ញាក់ខ្លួនហើយមកដល់ពេលនេះម៉ោងនេះពីណាដែលគេស្រឡាញ់យើងជាជាងជាតិយើងនោះស្មានតែពិភពលោកហ្នឹងគេមកស្រក់ទឹកភ្នែកដោយសារតែសង្គ្រាមសៀមបាញ់ខ្មែរអត់ទេតែគេមកដល់ម៉ោងនេះតែគេនិយាយថាណែសៀមវាយខ្មែរគេមិនទាន់និយាយមួយម៉ាត់ផងគេដឹងក៏ដោយក៏គេធ្វើមិនដឹងសិនដែរមកយើងវាអត់តាមានប្រយោជន៍អីឲ្យគេហើយវត្តដាក់របស់លោកនេះគឺត្រីធំស៊ីត្រីតូចជារឿងធម្មតាហើយបន្តត្រីតូចនឹងមានអីពិសេសដែលអាចការពារខ្លួនបានអាហ្នឹងបានតែជៀសផុតយើងត្រូវសាមគ្គីគ្នាណាប្រជាជនយើងតិចជាងគេក៏ពិតមែនប៉ុន្តែគេដែលមកវាយយើងនេះមិនមែនគេសាមគ្គីគ្នាទេគេកំពុងតែបែកបាក់គ្នាគេវាមាន2 3បាក់មាន3ពួកបរិយាជាគេផ្សេងទៅរដ្ឋមន្ត្រីគេផ្សេងទៅយោធាគេផ្សេងទៅប្រជាពលរដ្ឋគេផ្សេងទៅអញ្ចឹងគេមិនអស់ចាទេប៉ុន្តែយើងនេះអ្នកដែលរងគ្រោះនេះកុំឲ្យបែកជា2 3បាក់ដូចគេដែរគោរពជាតាមការដឹកនាំរក្សាជំហររបស់ខ្លួននេះសង្គ្រាមប្រទេសនិងប្រទេសចេះរត់មកពីនោះមកដល់នេះមានអ្នកគេជួយទំនប់បំរុងស្បៀងអាហារហូបចុកស្នាក់នៅចុះកាលដែលសង្គ្រាមស៊ីវិល75នោះមានពីណាគេទៅយកអង្គឲ្យយើងនេះនេះចលះពីភ្នំពេញទៅបាត់ដំបងដើរហើយខែប្រាំងផងងាប់តាមផ្លូវខ្លះដោយសារអត់ទឹកផឹកអីនោះមិនទេអញ្ចឹងយើងកុំឲ្យធ្វើម៉េចកុំឲ្យខ្លួនយើងប្រទេសយើងនេះធ្លាក់ទៅកើតអញ្ចឹងម្ដងទៀតហើយដើម្បីកុំឲ្យអញ្ចឹងគឺថាត្រូវតែសាមគ្គីគ្នាណានោះប្រដមានពភាព្រះអង្គសម្ដែងហើយសាមគ្គីហ្នឹងតបោសុខោការសាមគ្គីនាំមកនៅសេចក្តីសុខគេថាតូចមិនដែលឈ្នះធំប៉ុន្តែបើតូចប្រមូលផ្ដុំធំក៏ពិបាកប៉ុន្តែពេលនេះយើងសាមគ្គីគ្នាល្អណាស់ប៉ុន្តែដែលខ្ញុំកណានិយាយនេះគឺថាក្រែងនេះណាក្រែងទៅវាដល់កពុលមុខមែនតែនទៅវាទៅជាត្រឡប់ត្រលិនទៅទៀតទៅមិនបានសាមគ្គីអញ្ចឹងគឺល្អណាស់
nâng ơi bò chay bị than xua nó một mai dương bị bay bạc kia du phê rọp chặt được vọt rọp tuột sự vọt mà hai nè đọc phê mà oi trời kia phim nó có bầm an đây mà nay thấy chưa trẻ đây miên tại cam của môi đông vẫn chỉ thùng môi tại mình một cốt được ai đọc sai rồi pan nhà hát đây phải chôm nơi chùm buộc một rồi bao nhiêu nè mình trâm được trong cái nát mà phía bắt đâm nên á sông bay tại bậc cồn na để bảo rôm ra tận nạ cao sầm đại ta này dương có lúc bắt đâm đấy lỗ hốt đầu lúc môn ti vùng cốt môn soi ti vùng cốt tới bọn ao sầm đại chỉ vi viên từ cha riêng cho bậc đâm lúc tốt nơi mục để bảo rôm để chỉ viên tôi rồi ngày mà đang tại khai bộ man nè ban từ ao mưa đấy cái lô mình chưa trong cái nào mà phía trình vì này bên ai lang từ mưa lợ là nghĩ đến từ mưa của bạn này nở một ven nung dương mưa là bon hàng bà dương cho vì bọn đòn cao tới nơi chơi đây và dương cho vì ven nó nơi sẽ đâm đây từ mưa đó riêng cho bạn đâm bọn tốt hả số mọi cho nên là chân khai mà ra chiết ruột rôm sao mà kia kia chlo ở phật sẽ mất cơ thân nặng càng mục nó bọn phải làm tốt á mình luộc mình đắng đấy thà dư mình cát ấy từ một tiết kế sọc chất ao dương luộc khía hỏi cái ao bài dương si cái ao dương trăm con ghế phần đá kế mình trong ao dương khăn tê thằng nào cả đôi chân dương thử mấy cùng ỏi plot sniết trở ra xây để trộm bán trộm sân đây đời sống kriêm sắp ngày chân kì vay đọc dương to từ môi ấy thế cho mấy thằng mình to hay khăn tới mà to hay khăn tới thế đây cái an là dương to đáy khăn nữa an là cái vòng plan dương rồi hãy thơ mà đa thế là tôi chiên kia hơi ca vòng plan kia có bán tách tôi chiên nè thông plan nè tôi đây kia miền đây mà rồi hát là dưới miền đây đọc hát kìm plan dưới cái đắp cái nơi sao bay bây dưới là hiện to tầng đắp và hai đọc đồng xà bà nè chứ mình là cả ập một hai rì rô bà show bài ná để chia hình tí một phiếp một phịch một phla nhân ngày bà chân dưỡng cọp bay xa mà kỳ khi không cần át mà nó khơi thả bôn lùm tiêu của cô và các thơ những bài khmer mà nô đấy chọc tê cao chân nó đó là màu đó nô hồi là nhung nè nâng phiếp xa mà kỳ ai nằm muốn dột là bọc tầng o vì bọn đại dương thơ nâng gió tới Campuchia Crown bàn gió bằng từ pram rồi bát pram rồi co pram rồi bê xây chết này phải trai bệ đọ bàn từ Campuchia Crown đỏ sàn đấy mình từ nông tiệt đê cứ tục ỏi tỏa một thò mà đa đê đã sọc tê cao sẵn kriêm của phong đập phải dột khné hai phiệp khóa khát rồi về tầm miên nâng ai ở lột đừng ó ngư thà môi
បដុំគ្នាមកហ្នឹងមិនមែនយកទៅស៊ីចាយអីធ្វើមានធ្វើបានឯណាទេសម្រាប់ខ្ញុំកណ្ដាលអាត្មាភាពអីអត់មានតែត្រូវការស្អីពីអស់លោកទេក្រៅតែពីចង់ឲ្យខ្មែរយើងស្រឡាញ់រួបរวมសាមគ្គីគ្នាទោះតែគេជេរគេស្ដីគេថាខ្ញុំកណ្ដាលបន្តពុននឹកឃើញថាតទៅវាចាប់ចុងបយងគុលបានទេឲ្យមិនមែនជាតិសាសន៍ដតីអីសត្វតែខ្មែរគ្នាឯងហ្នឹងស្រួលមិនស្រួល100ឆ្នាំមុនអីជាប់សាច់ឈាមគ្នាផងក៏មិនដឹងអញ្ចឹងហើយវាអត់មានអីទៅឆ្លោះទៅទាស់ទៅតែងគ្នាទេក្រៅតែពីនាំគ្នាពង្រួមឥឡូវបានប៉ុណ្ណឹងចេះនាំគ្នាជួយទុកធរៈជនភាសិតអីហ្នឹងអង្គមកកំប៉ុងបុកមកកំប៉ុងទឹកមកដបអីចេះតែជួយគ្នា100មកកាក់មួយសេនអីជួយគ្នាហ្នឹងណែខ្សឹបបន្តិចចុះបើគុំប៉ុណ្ណឹងរត់មិនដឹងអស់លុយប៉ុណ្ណាទេសពថ្ងៃជនភាសិតជាង400,000នាក់ហើយមួយថ្ងៃហូបអស់ប្រមាណគិតមើលទៅ400,000នាក់ហ្នឹងទើបទៅប្រយុទ្ធមកដល់ថ្ងៃនេះប្រើតែ2-3ម៉ឺនទេណាមួយថ្ងៃចាំទៅតប2-3ម៉ឺនទេប៉ុន្តែអ្នករត់ចោលផ្ទះណាមួយថ្ងៃជាង400,000នាក់ជាង120000គ្រួសារហើយណាបើគុំឲ្យយើងសាមគ្គីគ្នាជួយប៉ុណ្ណឹងមិនដឹងរត់ចាយលុយមួយថ្ងៃប៉ុន្មានទេលើបាយលើទឹកជនភាសិតណាប៉ុន្តែដល់តែយើងជួយគ្នាទៅរដ្ឋមានស្មារតីទំនប់បំរុងថវិកាទាំងអស់ទៅយោធាអញ្ចឹងកម្លាំងទ្របមានស្មារតីប្រយុទ្ធក្នុងការការពារដែលអធិបតេយ្យភាពបូរណភាពទឹកដីឯកភាពរបស់យើងនេះហើយយើងចេះតែបន្តចិញ្ចឹមជួយគ្នាហ្នឹងតែជួយគ្នាហ្នឹងតែជួយប៉ុណ្ណឹងវាក្រយើងទេថាមិនក្រទេបិទតែបើអស់ខ្លះទៅមិនមែនប៉ុន្តែក្រែងទ្រព្យសម្បត្តិទាំងអស់ហ្នឹងយើងរកមកសម្រាប់ចាយវាពេលដែលចាំបាច់ឥឡូវចាំបាច់ហើយបើទុកឲ្យដាច់ពោះស្លាប់ពីណាស្លាប់ពូជយើងហ្នឹងស្លាប់បើទុកឲ្យវិនិច្ឆ័យពីណាវិនិច្ឆ័យពូជយើងហ្នឹងវិនិច្ឆ័យឲ្យគុណសម្បត្តិហ្នឹងមានទាំងអស់ជាពិសេសប្រសង់នៅពេលសុខសានប្រាមចេះតែមានអ្នកខ្លះរិះគន់វត្តអារាមអីធ្វើវត្តធ្វើវាយច្រើនម្លេះដល់តែមែនតែនលោកសង្ឃជួយដែរណាវត្តតាមព្រំដែនអត់រត់ចោលទេប្រសង់នៅជួយស្បៀងដឹកស្បៀងដល់កងទ័ពអ្នកដែលស្រែកនោះបាស្រែកទេសពថ្ងៃហ្នឹងប្រសង់ជួយណាស់ណាខំប្រឹងណាស់ជាពិសេសគណៈសង្ឃនាយកសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះមហាសមេធាធិបតីសម្ដេចព្រះសង្ឃនាយកព្រះអង្គចាត់ចែងព្រះមន្ត្រីសង្ឃសម្ដេចព្រះរាជាគណៈជួយយកចិត្តទុកដាក់អត់ចាញ់រដ្ឋាភិបាលដែលដឹកនាំដោយកុហកប្រមាណទេគឺថាជួយអញ្ចឹងវត្តអារាមហ្នឹងអញ្ចឹងខ្មែរដែលជឿជំនឿជឿជាក់មកលើវត្តអារាមហ្នឹងអញ្ចឹងណាពេលស្រុកយើងមានទុក្ខមានភ័យព្រោះគ្មានជាតិសាសនាដែលគេមកជួយយើងដល់ដិតដៃដិតជើងជាងយើងទេទាំងប្រសង់ទាំងកុហកលែងនៅវត្តអស់ហើយលែងនៅផ្ទះអស់ហើយជួយប៉ុន្តែអ្នកថាបានថាអញ្ចឹងព្រោះមានអស់លុយអីថានោះថាមិនចូលបានលុយទៅទៀតបានចេះខំថាទៅតែយើងអ្នកជួយនេះកុំបាក់ទឹកចិត្តកុំស្លុតស្មារតីហើយជឿជាក់គ្នារួបរวมសាមគ្គីគ្នាណែរួបរวมសាមគ្គីគ្នាមិនបាច់ពីណាដឹងទេមិនបាច់ចង់អួតទេ
ប្រំតែយើងដឹងទៅបានហើយឥឡូវបើគេដឹងហើយខ្លួនយើងមិនដឹងក៏វាមិនគ្រាន់ដែរដែរតើតែយើងខ្លួនយើងនេះដឹងខ្លួនឯងជឿជាក់ខ្លួនឯងនរណាមិនដឹងរឿងផុសគេព្រោះយើងកើតមកមិនមែនសម្រាប់ឲ្យគេដឹងទេជីវិតយើងនឹងមិនមែនទៅពឹងផ្អែកទៅលើការអួតការបង្ហាញគេថាអញធ្វើបានប៉ុណ្ណេះប៉ុណ្ណោះអីកុំបង្ហាញក៏បង្ហាញទៅបណ្ឌិតបង្ហាញក្នុងក្របខ័ណ្ឌណាមួយបានហើយកុំរហូតដល់ផ្ញើជោគវាសនារបស់ខ្លួនអីទៅឲ្យគេដឹងពេកវាអត់ល្អទេចាំបានខ្ញុំកណាអាត្មាលើកទឹកចិត្តឲ្យអស់ជំនាញជនក្នុងកម្ពុជាទេសណាដែលមានឈាមជ័រជាខេមរៈសក្យបុត្រណាខេមរៈបុត្រខេមរៈជាតិណាគឺថាក្នុងតម្លៃណាក៏ដោយការពារទឹកដីខ្លួនឯងឲ្យបានហើយដើម្បីការពារបានត្រូវការពារសាមគ្គីភាពឲ្យបានកុំបោះបង់គ្នាចោលកុំបែកបាក់គ្នាចោលហ្នឹងមុខទាំងអស់ហ្នឹងសិតតែខ្មែរហើយប៉ុន្តែសួរតែយើងអង្គុយក្នុងទីនេះបានណាត្រូវពលីជីវិតយុទ្ធជនយើងប្រមាណអ្នកទៅហើយពីដើមថាខ្ញុំកណានិយាយទៅវាអត់ទេស្រុកទេសកើតសង្គ្រាមឥឡូវស្រុកកំពុងតែកើតសង្គ្រាមវាលែងផ្ទុះអាវុធដែរមិនមែនចំនួនព្រំដែនទេបើជាសង្គ្រាមកូនកាត់ហើយរាល់ថ្ងៃនោះពួកគេបាញ់ប្រហារគេអត់បានគិតលើស្ពានហេតារចនាសម្ព័ន្ធស៊ីវិលអីប្រជាពលរដ្ឋអីទេតែគេចង់ដាក់គេដាក់ហើយឥឡូវវាកូនកាត់សង្គ្រាមហើយអញ្ចឹងតើវាពលីអស់ប្រមាណអ្នកទៅដែលបានសល់ដីប៉ុណ្ណឹងឲ្យយើងអង្គុយនៅហើយយើងធានាបានទេថា100ឆ្នាំទៀតយើងទុកឲ្យកូនយើងបានប៉ុណ្ណឹងដដែលឲ្យចៅយើងបានប៉ុណ្ណឹងដដែលអត់មានស្មានទេណាត្រូវតែបានអញ្ចឹងណាមកដើម្បីថាបានហ្នឹងគឺម៉េចគឺថាកុំឲ្យបែកបាក់គ្នាណាបើគេប្រាប់អីឲ្យតាមទៅកុំទៅជំទាស់ទៅតឹងទៅតែងខ្វែងគំនិតស្រឡាញ់ខាងណាក៏ដោយស្អប់ខាងណាក៏ដោយទុកទាំងក្នុងចិត្តទៅប្រទេសកម្ពុជាយើងប្រទេសប្រជាធិបតេយ្យទេចង់ឆ្លោះគ្នាទៅឆ្លោះក្នុងស្លឹកឆ្នោតបិទប្រអប់ចិត្តគេឲ្យយើងគូសគេឲ្យយើងវាទៅឆ្លោះគ្នាក្នុងនោះដែរស្រឡាញ់អ្នកណាដាក់ទៅក្នុងនោះប៉ុន្តែហាមដាច់ខាតកុំឲ្យណែឡូឡាច្បាំងគ្នាដោយពលរដ្ឋនិងពលរដ្ឋដោយការតែការញុះញង់របស់អ្នកដទៃហើយល្មមហើយល្មមឈប់ជេរគ្នាហើយខ្មែរនោះទេណោះបើសិនតែជេរហើយពួកកើតមាសកើតប្រាក់កើតយសកើតស័កកើតសេរីវាសំណនំនៃជេរប៉ុន្តែជេរទៅវាអន់ថយទៅជេរទៅវាត្រឡប់ត្រឡិនទៅចេះតែនាំគ្នានៅតែប្រឹងប្រកាន់យកភាសាទាំងអស់ហ្នឹងមកដោះស្រាយអញ្ចឹងរកប់ដីយើងក្នុងកលៈទេសៈនេះខំមកសង្កត់ចិត្តហើយជួយគ្នាតាមលទ្ធភាពដែលអាចជួយទៅបានដូចជាសពថ្ងៃមានពិធីប្រកាសសច្ចកិរិយាអញ្ចឹងណាហេតុអីបានគេត្រូវប្រកាសសច្ចកិរិយាព្រោះនេះជាពុទ្ធសាសនិកលោកនឹកទៅដល់អង្ការព្រះបរមពុទ្ធិសត្វដែលព្រះអង្គយកកំណើតកើតជាសត្វគ្រួចឬក៏កើតជាសត្វណាមួយឬក៏កើតជាមនុស្សទេវតាណាពេលដែលមានភ័យបៀតបៀនព្រះអង្គតែងប្រកាសសច្ចកិរិយាហ្នឹងក្នុងជាតិដែលព្រះអង្គកើតជាសត្វគ្រួច
ត្រូវភ្លើងឆេះចិត្តដល់សម្បុកព្រះអង្គប្រកាសសច្ចកិរិយាពាក្យពិតតែជើងព្រះអង្គនៅទុនស្លាប់ព្រះអង្គនៅខ្ចីព្រះអង្គធ្វើអ្វីក៏មិនកើតទេព្រះអគីក៏រលត់ដែរឥឡូវនេះប្រជាពលរដ្ឋយើងប្រកាសសច្ចកិរិយាដែរដែលគណៈសង្ឃនយោបាយចេញសេចក្តីណែនាំមកទីវត្តទីអារាមក៏ធ្វើឥឡូវថ្ងៃនេះរាជធានីលង្វែកក៏បានធ្វើតាំងពីម្សិលមកម្លេះគឺប្រកាសថាប្រទេសជាតិយើងសុំតែសុខទេមិនឆ្លៀនពៀនមិនចង់បានរបស់អ្នកណាទេសុំថែរបស់ខ្លួនឯងដែលនៅសល់ប៉ុណ្ណឹងឲ្យតែគង់មិនបន្ទុះមិនសារាយជាមួយនឹងបរទេសណាទេដោយសច្ចកិរិយានឹងសូមឲ្យសង្គ្រាមនេះស្ងប់រងាប់ទៅសូមឲ្យប្រជាពលរដ្ឋយើងបានសេចក្តីសុខសូមឲ្យវីរៈកងទ័ពយើងផុតអំពីគ្រោះភ័យមកដល់ថ្ងៃនេះមិនដឹងថាយើងពលីទៅប្រមាណអ្នកទៅហើយបើនៅបន្តទៀតតើមានវណ្ណៈប្រមាណអ្នកទៀតទៅត្រូវពលីទៀតអ្នកនោះជាអ្នកណាកូនយើងចៅយើងបងប្អូនយើងជនរួមជាតិយើងនៅទីនេះអង្គុយសើចសប្បាយបានតែគេនៅទីនោះគេយកខ្លួនទៅពាំងគ្រាប់តើគេមិនស្នេហាជាតិជាងយើងទេណាគេអត់ចេះទៅជេរគ្នាប្រហោះគ្នាហែកហូរគ្នាតាម Facebook តាមទូរស័ព្ទអីទេគេអត់ដេកមិនស្រួលហូបមិនឆ្ងាញ់នៅដោយភ័យខ្លាចគេចូលរោគរៀនឆ្លៀនពៀនទាំងអស់នោះគេមិនស្រឡាញ់ជាតិទេនេះគេមិនចេះហែកហួរគ្នាមិនចេះញុះញង់គ្នាអញ្ចឹងយើងទាំងអស់គ្នាជាខេមរៈជាតិនេះកុំប្រកាន់យកចរិតញុះញង់សោកសៀចាក់ដោតបំបែកបំបាក់គ្នាយកមកធ្វើជាគោលបើយើងនៅតែប្រកាន់ទង្វើបែបហ្នឹងយកមកទេយើងនឹងហើយជន់ក្បត់ជាតិនោះមិនបាច់រយណាឆ្ងាយទេប្រទេសជាតិយើងនេះបើយើងមិនបានសងគុណអីទេសូមកុំឲ្យតែនាំភាពក្តៅក្រហាយឲ្យទឹកដីប្រជាជាតិរបស់យើងទៅបានណាហើយបើយើងមិននាំសេរីសួស្តីមិននាំស្អីមកឲ្យដល់ជាតិហើយបែរជាខំខ្នំគ្នាបន្ទុះសារាយទៀតសួរថាយើងនឹងជាស្អីយើងនឹងមិនជាដង្កូវសង្គមហើយទេមែនទេមែននឹងចឹងហើយជាតិរីកចម្រើននេះគេមិនដែលជេរផ្ទិចផ្ដាសាគ្នាញុះញង់សោកសៀតលៀបពណ៌គ្នាធ្វើឲ្យប្រទេសរីកចម្រើនអត់ទេអត់មានអត់ដែរមានតែភាពសាមគ្គីមុខុតវិញជាធ្លុំមួយមុខុតដែលអាចរក្សាការពារដែលលទ្ធិបតេយ្យភាពរបស់យើងបរណភាពទឹកដីជាតិសាសនាព្រះមហាក្សត្រយើងបានទេផ្សំតម្លៃដែលវីរៈបុរសជាតិរបស់យើងគាត់អាចលះបង់ឈាមសាច់របស់គាត់នោះទៅសំតម្លៃតែបើយើងមិនអញ្ចឹងទេគាត់ឯនោះវាបិទភ្នែកមិនចិត្តទេខំការពារដីមកចង្អាមលីមិនឲ្យបាត់ផងមិនដែរប្រជាពលរដ្ឋនាំគ្នាឆ្លោះតោះតែងខ្វែងគំនិតគ្នាបែកបាក់ជាបកជាពួកជាក្រុមមនុស្សគាត់បិទភ្នែកមិនចិត្តទេចឹងដើម្បីឲ្យគាត់បិទភ្នែកចិត្តគឺថាសំតម្លៃនៃការពលីរបស់វីរៈកងទ័ពគ្រប់ជំនាន់ទាំងអស់ក៏បីតែយើងត្រូវរក្សាសាមគ្គីភាពគ្នាឲ្យបាននៅប៉ុណ្ណឹងទៅចោះមិនវែងឆ្ងាយអីទេព្រោះពាក្យទាំងអស់និយាយទៅវិលមកគឺថាមានតែប៉ុណ្ណឹងបើយើងធ្វើប៉ុណ្ណឹងបានហើយគឺអាត្មាធានាថា100 200ឆ្នាំទៅមុខ
នៅតែមានជនជាតិខ្មែររស់នៅលើដីនឹងយ៉ាងជាម្ចាស់ប្រទេសចឹងមិនបើថាអត់ទេណាតែហើយតែមិនកែប្រែទេគឺថាទៅ